ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណបន្តទៅទៀតដោយសារតែថ្ងៃនេះគឺព័ត៌មានពីស្រុកខ្មែរបង្ហាញថាថៃកាន់តែថ្លើមពីមេឃមែនតើទៅហើយព្រោះយោធាថៃបានទម្លាក់គ្រាប់បែកពីយន្តហោះ F16 ចូលជ្រៅជាង70គីឡូម៉ែត្រនៅក្នុងដីខ្មែរដល់ខេត្តសៀមរាបទៅហើយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយចំនួនព្រំដែនត្រូវថៃសុំលើកពេលថៃកំណត់លក្ខខណ្ឌថ្មីនៃបទជប់បាញ់ដោយទាមទារឲ្យកម្ពុជាប្រកាសជប់មុនទើបថៃព្រមយោធាថៃអះអាងថាទាហានថៃឥឡូវនេះកំពុងដណ្ដើមបានតំបន់ប្រាសាទតាក្របីទៅគ្រប់គ្រងក៏ប៉ុន្តែកំពុងរងការវាយសន្ធាប់ដណ្ដើមយកមកវិញពីកងទ័ពខ្មែរក្រសួងការបរទេសកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃថាមិនបិទដែនសមុទ្រទេខ្លាចខុសច្បាប់សមុទ្រនាយករដ្ឋមន្ត្រីចាំផ្ទះថៃចោទថារឿងផ្ទុះគ្រាប់នាំអាតដំបងផ្ដើមពីទាហានខ្មែរប្លង់ M21 សតុប B-M21 ចូលដីថៃមុនថៃកំពុងតែរករឿងចិនរឿងជំនួយយោធាជួយដល់យោធាខ្មែរដើម្បីវាយប្រឆាំងថៃបណ្ដាញអ្នកសារព័ត៌មាននិងក្រុមអង្គការសង្គមស៊ីវិលថាប្រកាសថ្មីរបស់ក្រសួងព័ត៌មានពុំមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរដ្ឋបិទសិទ្ធិសេរីភាពសារព័ត៌មានកាន់តែខ្លាំងពលរដ្ឋខ្មែរដែលតវ៉ាទាមទារឲ្យថៃឈប់ទម្លាក់គ្រាប់នៅលើដែនអធិបតេយ្យរបស់កម្ពុជាមានការចូលរួមនៅការតវ៉ារបស់គាត់មានការចូលរួមពីអភិបាលក្រុងឡុងប៊ិចកាលពីម្សិលមិញឃាតករឪកូនធ្វើឲ្យបាត់បង់ជីវិតមនុស្សយ៉ាងតិច15នាក់និងរបួសរាប់សិបនាក់នៅឯទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទមកផ្ទះធំទៀតហើយបងប្អូនគ្រាន់តែអានតែចំណងជើងនឹងក៏5នាទីដែរកុំថាឡើយដល់តែអានតែសង្ខេបសាច់រឿងបាទរឿងទី1ទៅមុនបងប្អូនថៃទម្លាក់គ្រាប់បែកពីយន្តហោះ F16 ចូលជ្រៅជាង70គីឡូម៉ែត្រក្នុងដីខ្មែរដល់ខេត្តសៀមរាបព័ត៌មាននេះគឺជាព័ត៌មានដែលរំជួលចិត្តមែនតើព្រោះអីយើងដឹងហើយថាមួយរយៈពេលកន្លងមកនេះគឺថៃថ្លើមធំប៉ុន្តែមិនពីមេឃរហូតដល់ទៅហ៊ានយក F16 របស់ខ្លួនទៅទម្លាក់គ្រាប់ជ្រៅនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេយើងដឹងហើយថាតំបន់ព្រំដែនគឺជាតំបន់ប្រទីនប្រទង់នៅពេលដែលតំបន់ប្រទីនប្រទង់ថៃអាចអះអាងថាតំបន់នោះជាដែនអធិបតេយ្យរបស់ថៃឥឡូវដណ្ដើមយកទៅគ្រប់គ្រងអត់ទាន់បាននៅក្នុងការប្រទីនប្រទង់បែបនេះទាមទារទៅវិញទៅមកម្នាក់ថាភាគរបស់ខ្មែរថារបស់ខ្មែរថៃថារបស់ថៃខ្មែរផែនទី1លើ200,000ថៃប្រើផែនទីលើ150,000អាហ្នឹងបើយើងនិយាយអំពី logic ភាពសមហេតុសមផលគឺប្រទេសទាំងពីរអាចវាយប្រទីនប្រទង់គ្នាបានដោយមិនមានអាជ្ញាកណ្ដាលណាមួយសម្រាប់ទាន់បានទេគេចិត្តតែទម្លាក់គ្រាប់ឬក៏បាញ់ប្លង់ដាក់គ្នាទៅវិញទៅមកក្នុងករណីដែលវានៅក្នុងចំនួនព្រំដែនក៏ប៉ុន្តែពេលនេះនៅពេលដែលយន្តហោះ F16 របស់ថៃបានហោះកាន់តែជ្រៅឆ្ងាយចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងខេត្តសៀមរាបហើយទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យដែលមានចម្ងាយជាង70គីឡូម៉ែត្រពីព្រំដែនខ្មែរថៃហើយគៀកទៅដល់ប្រាសាទព្រះវិហារប្រាសាទអង្គរវត្តយើងទៅហើយហ្នឹងបើយើងគិតអំពីកន្លែងដែលទម្លាក់ហ្នឹងគឺនៅម្ដុំភូមិស្រីស្នំដែលនៅក្នុងខេត្តសៀមរាបហ្នឹងបើតាមអ្វីដែលជាសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិគឺយើងឃើញថាចម្ងាយគ្រាប់ដែលឬក៏យន្តហោះដែលហោះចូលហើយទម្លាក់គ្រាប់នៅក្នុងដីខ្មែរហ្នឹងគឺជាង70គីឡូពីព្រំដែនបានន័យថា90គីឡូទៀតដល់ប្រាសាទអង្គរវត្តហើយអញ្ចឹងបើសិនជា F16 នេះចង់ហោះដល់ប្រាសាទអង្គរវត្តត្រូវការពេលមិនដល់5នាទីផងទេទៅដល់ហើយតើមានន័យថាយ៉ាងដូចម្ដេចបងប្អូនតើស្ពានអូជីកមួយនៅឯតំបន់ស្រីស្នំនៅឯខេត្តសៀមរាបហ្នឹងជាតំបន់ប្រទីនប្រទង់អីគេដែរថៃអាចដណ្ដើមសំសិទ្ធកាន់កាប់ដីខ្មែររហូតដល់70គីឡូម៉ែត្រចូលជាង70គីឡូម៉ែត្រចូលដល់ក្នុងដីកម្ពុជាឬក៏យ៉ាងដូចម្ដេចតើសង្គ្រាមនេះឬក៏ការដែលមហិច្ឆតាឈ្លានពានរបស់ថៃនេះវាកាន់តែបំពេញជ្រៅបែបនេះមានន័យយ៉ាងដូចម្ដេចរឿងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់មែនទែនសម្រាប់ប្រទេសកម្ពុជាហើយជឿថារដ្ឋាភិបាលថៃកំពុងតែធ្វើកាន់តែក៏ក្លឿនហើយកាន់តែធ្វើឲ្យកម្ពុជាខ្លួនឯងបាក់មុខបាក់មាត់នៅក្នុងន័យថាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនទេព្រោះអីមកដល់ម៉ោងនេះគឺថៃចង់ឲ្យរដ្ឋាភិបាលខ្មែរហ្នឹងឬក៏ប្រជាពលរដ្ឋខ្មែរទូទៅឬក៏សហគមន៍អន្តរជាតិមើលមកថាកម្ពុជាមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបានទេនៅពេលដែលយន្តហោះថៃ F16 ចូលបាញ់ជ្រៅដល់កណ្ដាលបេះដូងរបស់កម្ពុជាទៅហើយនឹងជាង70គីឡូដីហើយតាមពិតបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិគឺនិយាយថាថ្ងៃនេះគឺយន្តហោះប្រដេញឬក៏ប្រភេទទម្លាក់គ្រាប់បែកយន្តហោះចម្បាំងរបស់ថៃគឺពិតជាបានប៉ុនប៉ងកំទេចស្ពានមួយគឺស្ពានបុរាណអូជីកនៅស្រីស្នំហ្នឹងនៅក្នុងខេត្តសៀមរាបហ្នឹងក៏ប៉ុន្តែពាក្យថាប៉ុនប៉ងកំទេចបានន័យថាមិនខ្ទេចស្ពានហ្នឹងទេអញ្ចឹងបានន័យថាប៉ុនប៉ងទម្លាក់គ្រាប់កំទេចស្ពានហ្នឹងប៉ុន្តែរឿងកំទេចស្ពានគឺជារឿងមួយស្ពានបុរាណស្ពានថ្មីស្ពានចាស់អីគឺជារឿងមួយប៉ុន្តែអ្វីដែលជារឿងសំខាន់គឺរឿងដែនអធិបតេយ្យរបស់កម្ពុជាជម្រៅជាង70គីឡូម៉ែត្រនៅក្នុងដីខ្មែរបងប្អូនចុះឯណាមិនឃើញសម្លាញ់មេឃដែលយើងថាយុទ្ធចាប់ហ្នឹងខ្ញុំជឿថាកម្ពុជាមានសិទ្ធិស្របច្បាប់ 100% មិនអាចឲ្យថៃធ្វើដូច្នេះបានទេហើយអយុធនាការរបស់បងប្អូនដើម្បីតវ៉ាតស៊ូមតិទៅឲ្យរដ្ឋាភិបាលថៃនៅក្នុងការសំទោសរដ្ឋាភិបាលអាមេរិកធ្វើយ៉ាងម៉េចផ្ដាច់កូដឬក៏ទិន្នន័យសម្រាប់ការបញ្ជាយន្តហោះ F16 នេះគឺត្រូវធ្វើឲ្យខ្លាំងជាងនឹង100ដងទៀតព្រោះអីសារនេះហាក់បីដូចជាមិនចូលទៅជាសហរដ្ឋអាមេរិកសោះឬក៏យើងធ្វើមិនទាន់ដល់យើងឃើញបងប្អូនយើងធ្វើបាតកម្មរហូតដល់សេតវិមានមិនហើយធ្វើចាំថ្ងៃសៅរ៍អាទិត្យតែគេអត់ធ្វើការអីក៏ប៉ុន្តែប៉ុន្តែបងប្អូនស្រែកសារនេះឥឡូវនេះអ្វីទៀតដែលត្រូវធ្វើដើម្បីឲ្យថៃដឹងថាការឈ្លានពាននេះគឺមិនអាចទទួលយកបានអាហ្នឹងចង់និយាយថាពីការតស៊ូមតិរបស់បងប្អូនយើងនៅក្រៅប្រទេសចុះបងប្អូនយើងចុះរដ្ឋាភិបាលកម្ពុជាតើដល់ពេលល្មមដើម្បីនឹងអាច
ប្រើអ្វីដែលយើងមានដូចជាសំណាញ់មេឃហ្នឹងក្នុងការស្រោបឬក៏វាយកំទេចបាញ់ទម្លាក់យន្តហោះ F16 កុំថាយន្តហោះហ្នឹងជារបស់អាមេរិកឬក៏របស់ណានាក៏ដោយមកពីឋានទេវតាទេវអិនណាក៏ដោយព្រោះក្នុងដែនអធិបតេយ្យរបស់កម្ពុជាមានសិទ្ធិការពារខ្លួនមានសិទ្ធិបាញ់កំទេចរាល់គ្រឿងសព្វាវុធទាំងឡាយណាដែលរំលោភដែនអធិបតេយ្យកម្ពុជាហើយបំផ្លាញដល់សុខសន្តិភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរគឺ 100% គឺយើងអាចធ្វើបានប៉ុន្តែជាអកុសលគឺយើងអត់ទាន់ឃើញមានអ្វីដែលជាលទ្ធភាពនៅក្នុងការអាចខ្ចប់យន្តហោះនឹងបានក្រៅតែបើយើងមានយន្តហោះបដិញប្រភេទ F16 ប្រហែលជាមិនពិបាកទេគឺយើងអាចដេញគ្នាប្រផាត់ប្រភីញហ្នឹងប៉ុន្តែដល់ពេលអញ្ចឹងថៃធ្វើអីបានស្រេចចិត្តប៉ុន្តែបងប្អូនរឿងនេះគឺជារឿងមួយដែលបំពេញមិនមែនបំពេញទេគឺបើយើងនិយាយពីការមាក់ងាយបងប្អូនមាក់ងាយនេះគឺធ្វើឲ្យពិភពលោកមើលឬក៏សូម្បីតែប្រជាពលរដ្ឋខ្មែរខ្លួនឯងក៏មើលឃើញថាថៃកំពុងតែធ្វើឲ្យរដ្ឋាភិបាលខ្មែរនេះគឺទុនមែនតើខ្សោយមិនអាចទប់ទល់អីជាមួយថៃបានណាហើយអញ្ចឹងទៅធ្វើឲ្យបាត់ទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលនៅតែអាចអះអាងថាខ្លួនការពារដែនអធិបតេយ្យបានណាប៉ុន្តែម៉ោងនេះរដ្ឋាភិបាលអាចលំបាកមែនតើលំបាកឲ្យប្រជាពលរដ្ឋជឿទុកចិត្តខ្លួនឯងថាតើអាចធ្វើអីបានទប់ថៃបានព្រោះសហគមន៍អន្តរជាតិអត់ណាជួយយើងទេអញ្ចឹងនៅតែយើងលើខ្លួនឯងហើយយើងធ្លាប់មានថាមានអាកញ្ជ្រួចឬក៏សំណាញ់មេឃអីហ្នឹងទៀតបើសិនជាប្រើពេលហ្នឹងគឺអាចទប់ថៃប៉ុន្តែអត់បានប្រើទេដូច្នេះអាហ្នឹងឯងដែលធ្វើឲ្យថៃចាប់ផ្ដើមទី1បំបាក់អំនួតរបស់ខ្មែរទី2គឺបំបាក់អាភាពជាម្ចាស់ប្រទេសហ្នឹងបងប្អូនហើយប្រជាពលរដ្ឋគឺច្បាស់ជានឹងមានថ្នាក់ចិត្តនឹងរដ្ឋាភិបាលមិនតិចទេរឿងនេះខ្ញុំជឿថាថៃធ្វើគេហៅភាសាសាមញ្ញតាមផ្លូវគេថាស៊ីអារម្មណ៍របស់កម្ពុជាសម្បើមណាស់ហើយរឿងនេះគឺទុកឲ្យពួកគាត់ដោះស្រាយព្រោះថាការដែលចូលវាយឬក៏ទម្លាក់គ្រាប់ជ្រៅចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជារហូតដល់ខេត្តសៀមរាបមានកំហុសអីឬក៏ចោទថាកន្លែងដែលស្ពានអូជីកហ្នឹងនៅកន្លែងម្ដុំស្រីស្នំនៅខេត្តសៀមរាបហ្នឹងគឺជាលេនដ្ឋានទ័ពដែលបាញ់កញ្ជ្រួចស្អីឬក៏កញ្ជ្រួចវង BM21 ឬក៏កញ្ជ្រួចបាញ់ឆ្លងទ្វីបឬក៏ឆ្លងប្រទេសហ្នឹងហើយថាហ្នឹងជាគោលដៅយោធាដែលបាញ់កំទេចបានបើសិនជាថៃមានលេសបែបហ្នឹងគឺទម្លាក់គ្រាប់ដល់ទួលកសាំងនៅភ្នំពេញហ្នឹងបាត់ហើយកន្លែងជំរំទ័ពជំរំអីនៅកណ្ដាលទីក្រុងភ្នំពេញបាត់ហើយបើសិនជាគិតថាអញ្ចឹងដូច្នេះរឿងស្អីក៏ដោយដែលថៃធ្វើនេះគឺជារឿងហួសហេតុហើយគឺជារឿងដែលមើលងាយឃើញកម្ពុជាមិនមានលទ្ធភាពទប់ទល់ជាមួយថៃប៉ុន្តែរឿងនេះមិនអាចឲ្យថៃធ្វើដូច្នេះបានទេព្រោះជាការប្រមាថខ្លាំងមែនតើបាទឥឡូវនេះគឺរឿងដែលអកុសលនេះវាកើតឡើងទៅហើយការវាយសន្ធាប់តាមតំបន់ព្រំដែនហ្នឹងគឺអត់មានស្បាយដៃទេបងប្អូនថៃបន្ថែមកាន់តែខ្លាំងរហូតដល់ទម្លាក់គ្រាប់ថែមគ្រប់ទីកន្លែងទាំងអស់ហើយនៅពេលដែលកំពុងតែទម្លាក់គ្រាប់ហ្នឹងគឺចំនួនអ្នកស្លាប់បានកើនឡើងតាមក្រសួងមហាផ្ទៃបានរាយការណ៍មកថាដល់ទៅ16អ្នកទៅហើយអ្នករងរបួសហ្នឹង70អ្នកជាង80អ្នកហើយជនភៀសខ្លួនភៀសសឹកចេញពីតំបន់ដែលមានចំនួនហ្នឹងកើនឡើងដល់ទៅជាង420000បានន័យថា420,000អ្នកជាងទៅហើយដូច្នេះតាមស្ថានភាពពួកគាត់លំបាកលំបិនយ៉ាងណាពេលនេះគឺជាពេលដើម្បីឲ្យបងប្អូនគ្រប់ទិសទីទាំងអស់ជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសដែលមានលទ្ធភាពហ្នឹងរកលទ្ធភាពជួយជាពិសេសជួយជនរងគ្រោះបើអាចជួយបានបរិច្ចាគទៅតាមលទ្ធភាពដែលអាចធ្វើបានគៀងករកជំនួយណាដើម្បីជួយបងប្អូនយើងហើយក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាក៏គួរតែបោះដៃទៅរកសហគមន៍អន្តរជាតិនៅក្នុងការព្រមឲ្យគេផ្ដល់ជំនួយជួយដល់ជនភៀសខ្លួនយើងផងបើមិនជាយើងប្រកាសអាសន្នឲ្យសហគមន៍អន្តរជាតិជួយនៅពេលនោះគឺនឹងមានការកបាត់កំហំអន្តរជាតិឬក៏មានជំនួយអន្តរជាតិអីផ្សេងទៅវាអាចជាឱកាសដើម្បីឲ្យសហគមន៍អន្តរជាតិគេដឹងឮរឿងយើងចុះទៅមើលការខុសត្រូវយើងទៅវាធ្វើឲ្យពិភពលោកកាន់តែឃើញច្បាស់អំពីការឈ្លានពានរបស់ថៃបន្ថែមទៀតអានេះគឺគ្រាន់តែជាការគិតរបស់ខ្ញុំទេខ្ញុំជឿថារដ្ឋាភិបាលក៏គេមានផែនការគេមានការគិតគូររបស់គេដែរគាត់ថាបើសិនជាមិនបានគិតរឿងហ្នឹងទេគឺជាឱកាសល្អពួកឯងឃើញសហគមន៍ខ្មែរប្រហែលថ្ងៃនេះក៏តវ៉ាធ្វើបាតកម្មហ្នឹងទាមទារឲ្យសហគមន៍អន្តរជាតិជួយទៅមើលការខុសត្រូវឬក៏ជួយដល់ជនភៀសខ្លួនយើងផងបន្តទៅទៀតគឺតកតងនឹងពេលដែលថៃទម្លាក់គ្រាប់បែកយ៉ាងស្រស់បែបនេះគឺកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយចំនួនព្រំដែនត្រូវបានលើកពេលទៅហើយដោយសារតែថៃសូមឲ្យលើកពេលព័ត៌មាននេះក៏មានភាពប្រទីនប្រទងគ្នាបន្តិចដែរបងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់ព័ត៌មាននៅក្នុងសម័យនេះពិបាកមែនតើពិបាកដោយសារតែព័ត៌មានរបៀបប្រជាពិធព័ត៌មានរបៀបជាការឃោសនាព័ត៌មានរបៀបជាការចំណេញកេងចំណេញនយោបាយសងខាងហ្នឹងគឺយើងពិបាករកព័ត៌មានឯករាជ្យយកមកផ្សាយណាដូច្នេះពេលដកស្រង់ព័ត៌មានហ្នឹងគឺអានផ្ទៀងផ្ទាត់ប្រភពច្រើនមែនតើរហូតពេលខ្លះរាប់ម៉ោងដើម្បីបានព័ត៌មានមួយព័ត៌មានដែលពិបាកផ្ទៀងផ្ទាត់ប្រភពនេះគឺព័ត៌មាននេះដែលថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយចំនួនព្រំដែនត្រូវថៃសុំលើកពេលនេះណាព្រោះបើតាមសារព័ត៌មានដែលផ្សាយទាំងម៉ាឡេទាំងសង្ហបុរីទាំងសារព័ត៌មានថៃបើសារព័ត៌មានថៃគឺគាត់ផ្សាយភាគច្រើនលំអៀងទៅខាងរដ្ឋាភិបាលថៃហើយប៉ុន្តែបើតាមព័ត៌មានម៉ាឡេគឺមានព័ត៌មានយ៉ាងតិចក៏2ដែលផ្សាយខុសគ្នាដែរហើយផ្សាយខុសគ្នាហ្នឹងគឺមិនមែនខុសគ្នារឿងពជាពេលប្រជុំទេគឺពជាពេលប្រជុំ 100% គឺត្រូវពជាហើយខ្ញុំសូមបញ្យល់រឿងនេះបន្តិចលោកអានវ៉ាអ៊ីប្រាហ៊ីមដែលប្រធានអាស៊ានស្ដីទីសំទោសប្រធានអាស៊ានបដូវវេនហ្នឹងគឺគាត់បានប្រាប់មកជាសាធារណៈឲ្យបងប្អូនគាត់ដឹងខ្ញុំផ្សាយរហូតមកគឺគាត់ស្នើឲ្យមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីដោះស្រាយបញ្ឈប់ចំនួនរវាងកម្ពុជាថៃនៅព្រំដែនហ្នឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយគាត់លើកយកថ្ងៃទី16ស្អែកនេះដើម្បីជាការជួបជុំរដ្ឋមន្ត្រីអាស៊ានពិសេសមិនមែនប្រចាំឆ្នាំទេគឺវិសាមញ្ញបានន័យថាអត់ព្រៀងទុកយកមកដើម្បីជជែកគ្នារកដំណោះស្រាយបញ្ឈប់ការជុបបាញ់ហ្នឹងក៏ប៉ុន្តែដោយសារតែអាស្អែកហ្នឹងត្រូវមកដល់ស្រាប់តែមានការលើកពេលទៅទៀតគឺលើកពេលទៅថ្ងៃទី21អាទិត្យក្រោយហ្នឹង21ហ្នឹងវាត្រូវនឹងថ្ងៃសំទោសមិនមែនបាទត្រូវនិយាយទៅលើកទៅច័ន្ទសប្តាហ៍ក្រោយ
អត់ធ្វើច័ន្ទនេះទេគឺលើកមកទឹកទៀតហើយការដែលលើកនេះបើតាមសារព័ត៌មានផ្សព្វផ្សាយដែលខ្ញុំនិយាយថាប្របាក់ផ្ទៀងផ្ទាត់ហ្នឹងគឺមានសារព័ត៌មានមួយចំនួនថាការលើកពេលនេះគឺដោយសារតែមានសំណើពីភាគីកម្ពុជានិងថៃបានន័យថាទាំងថៃទាំងកម្ពុជាស្នើដូចគ្នាថាសូមឲ្យលើកពេលទៅព្រោះអីស្ថានភាពព្រំដែនហ្នឹងវានៅក្តៅខ្លាំងមិនទាន់រៀបរយគឺចង់និយាយចេះក៏ប៉ុន្តែបើតាមសារព័ត៌មានមួយចំនួនទៀតក៏និយាយថាសំណើនេះមិនមែនសំណើពីភាគីទេគឺថៃខ្លួនឯងជាអ្នកស្នើសុំឲ្យពជាពេលសិនអត់ទាន់ជួបពេលព្រោះអីអត់ទាន់បានសម្រេចអីនៅឡើយទេការបាញ់គ្នាឬក៏អីហ្នឹងគឺលើកពេលព្រោះរដ្ឋមន្ត្រីការបរទេសថៃអត់ទាន់ត្រៀមខ្លួនរួចនេះបើតាមអ្វីដែលលើកឡើងប៉ុន្តែបើយើងមើលបើចំពោះខ្ញុំវិញសារព័ត៌មានផ្សាយបែបនេះខ្ញុំអាចថាជាការសមស្របដែរបើសិនជាថៃរដ្ឋមន្ត្រីការបរទេសថៃសុំលើកពេលព្រោះអីថៃអត់ចង់ឲ្យមានដំណោះស្រាយអីឆាប់ពេកទេហេតុអីបានជាខ្ញុំនិយាយថាផ្អែកទៅលើសមត្ថកម្មនេះឬក៏ការសន្និដ្ឋាននេះខ្ញុំគិតថាភាគីថៃគឺជាអ្នកដែលស្នើសុំបញ្ជាពេលនេះច្រើនជាងភាគីកម្ពុជាព្រោះកម្ពុជាចង់ឲ្យតែមានកិច្ចព្រមព្រៀងការជប់បាញ់ឬក៏ការចរចាណាមួយឲ្យឆាប់តាមតែអាចធ្វើទៅបានទេកម្ពុជាមកអាយុមកហើយគឺយើងអត់ធ្មត់យើងចង់បានអញ្ចឹងបានជាខ្ញុំទាញសេចក្តីសន្និដ្ឋានផ្អែកទៅលើជំហរកម្ពុជាកន្លងមកបើគាត់ដូរយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែទៅតាមអ្វីដែលប្រកាសនៅក្នុងសារព័ត៌មានថៃនិងម៉ាឡេហើយនឹងអ្វីដែលជាខ្លឹមសារដែលដកស្រង់ពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងរដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេលោកមហាម៉ាត់ហាសាន់អីនោះគឺនិយាយថាកិច្ចប្រជុំនេះគឺត្រូវពជាពេលដោយសារតែភាគីអត់ទាន់រៀបខ្លួនទាន់តើមានន័យថាយ៉ាងម៉េចបើថៃស្នើឲ្យពជាពេលទៀតបានន័យថាថៃអត់ទាន់អាចវាយគ្រប់គ្រងតំបន់មួយចំនួនដែលខ្លួនចង់វាយដណ្ដើមឲ្យបាននៅក្នុងរយៈពេលមុនចរចាឬក៏មុនជួបរកដំណោះស្រាយអីហ្នឹងបានន័យថាខ្លួនវាយអត់ទាន់បានបើវាយអត់ទាន់បានប្រជុំឆាប់ពេកអ្នកណានៅហ្នឹងថៃខាតក្នុងនេះអញ្ចឹងណាប៉ុន្តែកម្ពុជាយើងគឺឲ្យតែមានកិច្ចប្រជុំសម្របសម្រួលទៅក៏វាជាការល្អដែរដើម្បីឆាប់ចប់ហើយចាំគិតទៀតតែថៃប្រហែលជាក្នុងនេះខ្ញុំថាប្រហែលទេបងប្អូននិយាយព័ត៌មាននិយាយប្រហែលហ្នឹងគឺគេចោទខ្ញុំទៀតថាបើអត់ច្បាស់ទេនិយាយតែអីប៉ុន្តែខ្ញុំមិនអាចនឹងនិយាយថាច្បាស់កើតដោយសារតែក្នុងន័យដែលថាបើមានភាគីសុំពជាពេលហើយថៃកំពុងវាយសន្ធប់ជាពិសេសនៅតំបន់ប្រាសាទតាកបីហើយខ្ញុំនឹងបញ្ចូលទៅក្នុងរឿងប្រាសាទតាកបីនឹងតិចព្រោះថ្ងៃនេះគឺយោធាថៃអះអាងថាទាហានថៃឥឡូវហ្នឹងកំពុងតែដណ្ដើមបានតំបន់ប្រាសាទតាកបីទៅគ្រប់គ្រងក៏ប៉ុន្តែរងការវាយសន្ធប់ដណ្ដើមយកទៅវិញពីកងទ័ពខ្មែររឿងប្រាសាទតាកបីនេះគឺជារឿងមួយដែលឥឡូវនេះផ្អើលពេញបណ្ដាញសង្គមទៀតហើយបងប្អូនពួកអីឃើញរូបថតដែលទាហានថៃមួយក្រុមយកទង់ជ័យរបស់ថៃយកទៅដោតនៅប្រាសាទតាកបីដែលបាក់បែកក៏ប៉ុន្តែអ្វីដែលខាងមជ្ឈដ្ឋានទូទៅនៅបណ្ដាញសង្គមថារូបនេះគឺជារូប AI រូបមិនពិតទេថៃជាអ្នកខ្លែងរូបទេគឺដោយសំអាងថាប្រាសាទតាកបីនេះគឺវាបាក់បែកពិតហើយប៉ុន្តែមិនមែនបាក់បែកនៅចំហខ្ពស់ដោយអ្វីដែលឃើញនៅក្នុងរូបដែលបាក់តែមួយផ្នែកណានោះទេព្រោះអីប្រាសាទតាកបីថៃទម្លាក់គ្រាប់បាញ់គ្រាប់ទម្លាក់គ្រាប់រហូតដល់តែខ្ទេចស្ទើររៀបដល់ដីហើយវាអត់មានទម្រង់ជាប្រាសាទទៀតទេចង់និយាយចេះដល់ពេលឃើញអារូបទង់ជ័យថៃដែលយកទៅដាក់ទៅឃើញប្រាសាទខ្ទេចខ្ទីដែរប៉ុន្តែមិនមែនជាខ្ទេចខ្ទីទាំងស្រុងធ្វើឲ្យបងប្អូននៅបណ្ដាញសង្គម Facebook ហ្នឹងថានេះគឺជាការបង្កើតព័ត៌មាន AI ទេប្រាសាទតាកបីគឺនៅស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាអញ្ចឹងទៅអានេះជាការអាងហើយបងប្អូនប៉ុន្តែសារព័ត៌មានថៃទាំងអស់ខ្ញុំថាទាំងអស់អត់មានកសែតណាមួយដែលនិយាយថាទាហានថៃអត់គ្រប់គ្រងប្រាសាទតាកបីបានទេរាល់ដងយើងដឹងហើយ The Nation Thailand ឬក៏ Khawsut អីហ្នឹងគឺមានខាងផ្នែកសារព័ត៌មានខ្មែរឬក៏ក្រសួងការពារជាតិកម្ពុជានឹងអាសាទាត់ចោលហ្នឹងថាព័ត៌មានខ្លាំងៗអីញាប់ដែរក៏ប៉ុន្តែម្ដងនេះគឺសារព័ត៌មានបាងកក់ប៉ុស្តិ៍បាងកក់ប៉ុស្តិ៍ហ្នឹងគឺផ្សាយរូបប្រាសាទតាកបីហើយនឹងទង់ជ័យថៃហើយនឹងទាហានថៃហើយប្រាប់ថាថ្ងៃទី15នេះគឺទាហានថៃបានយកទង់ជ័យទៅដោតនៅក្នុងទីបរិវេណប្រាសាទតាកបីហើយកំពុងតែគ្រប់គ្រងហើយយោធាថៃនឹងខ្លួនឯងក៏បានអះអាងទៀតគឺអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីថាទាហានថៃគឺគ្រប់គ្រងបរិវេណឬតំបន់ប្រាសាទតាកបីនេះហើយនឹងភ្នំ350បងប្អូនដឹងហើយភ្នំ350គឺជាចំណុចយុទ្ធសាស្ត្រមួយដែលទាហានខ្មែរឈរជើងដើម្បីវាយសន្ធប់ទៅលើទាហានថៃដែលចូលមកទន្ទ្រានចង់ក្តោបក្តាប់ឬក៏ដណ្ដើមយកប្រាសាទតាកបីអីចឹងហើយឥឡូវនេះទាហានថៃគឺតាមអ្វីដែលដកស្រង់ពីសារព័ត៌មានថៃហ្នឹងថាបានគ្រប់គ្រងតំបន់ភ្នំ350បងប្អូនព័ត៌មាននេះកុំអានជឿ 100%ព្រោះនៅពេលដែលមានសង្គ្រាមបែបចិត្តសាស្ត្របែបបំបាក់ស្មារតីគ្នាអញ្ចឹងជួនកាលថៃគេអាចយកវាជាសង្គ្រាមចិត្តសាស្ត្រដើម្បីបន្លប់ស្ថានភាពក៏ប៉ុន្តែបើសិនជារឿងនេះពិតឬមិនពិតអ្វីដែលយើងជឿជាក់បានគឺខាងកម្ពុជាទាត់ចោលព្រោះទម្លាប់របស់កម្ពុជាបើថៃនិយាយអីគឺយើងមានគេហៅថាព័ត៌មានខ្លាំងៗព័ត៌មាននេះផ្សាយមិនពិតប៉ុន្តែព័ត៌មានតាក់ទងនឹងថៃគ្រប់គ្រងតំបន់ភ្នំ350ហើយនឹងប្រាសាទតាកបីនេះផ្សាយដោយសារព័ត៌មានថៃយ៉ាងចម្រុះបែបនេះអត់ទាន់មានសេចក្តីរាយការណ៍សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិតំណាងឲ្យរដ្ឋាភិបាលកម្ពុជាទាត់ចោលព័ត៌មាននឹងនៅឡើយទេដូច្នេះអ្វីដែលរដ្ឋាភិបាលកម្ពុជាមិនទាន់ទាត់ចោលអញ្ចឹងបានន័យថាអ្វីដែលថៃនិយាយគឺជាការពិតចង់និយាយថាការពិតនៅក្នុងពេលឥឡូវនេះយើងចាំមើលការឆ្លើយតបរបស់ខាងភាគីកម្ពុជាស្អែកឬខាងស្អែកទៀតណាថាតើគាត់នឹងទាត់ចោលព័ត៌មានដែលថាទាហានថៃគ្រប់គ្រងប្រាសាទតាកបីនេះដោយបានដែរឬយ៉ាងណាអានេះគឺជារឿងបងប្អូនខ្ញុំនិយាយថាវាពិបាកអញ្ចឹងបានថាកុំឲ្យបងប្អូនជឿទាំងស្រុងថាព័ត៌មាននេះពិតហើយក៏កុំឲ្យមិនជឿទាំងស្រុងថាព័ត៌មាននឹងវាមិនពិតដែរឬក៏យ៉ាងម៉េចគាត់ថាយកមកពិចារណាហើយយើងចាំផ្ទៀងស្ដាប់ទៅឥឡូវផ្ដល់ការទុកចិត្តដល់រដ្ឋាភិបាលកម្ពុជាក្នុងចំណុចមួយថាបើក្រសួងការពារជាតិនៅស្ងៀមមិននិយាយអីសោះមិនទាត់ចោលព័ត៌មានដែលថៃថាគ្រប់គ្រងប្រាសាទតាកបីព័ត៌មាននេះនឹងពិត 100% ហើយប៉ុន្តែបើសិនជាក្រសួងការពារជាតិនិងរដ្ឋាភិបាលកម្ពុជាថាព័ត៌មាននេះគឺជាព័ត៌មានខ្លាំងៗយើងអាចនៅផ្ទៀងផ្ទាត់បានតទៅទៀតអញ្ចឹងយើងចាំមើលបាទបងប្អូនគាត់ថាអញ្ចេះបើសិនជាថៃឥឡូវនេះគ្រប់គ្រងតំបន់ប្រាសាទតាកបីបានមែនណាហើយវាយសន្ធប់បែបនេះខ្ញុំអត់ឆ្ងល់ទេ
ហើយបានជាខ្ញុំអត់ឆ្ងល់ខ្ញុំនៅតែជឿជាក់ថាកងកម្លាំងប្រដាប់អាវុធកម្ពុជាយើងនៅតំបន់ប្រាសាទតាកបីគាត់ប្រឹងប្រែងអស់ពីលទ្ធភាពហើយបដូរផ្ដាច់បដូរជីវិតពលីដើម្បីជាតិមាតុភូមិការពារដែនអធិបតេយ្យក៏ប៉ុន្តែបងប្អូនត្រូវចាំថាតំបន់នោះពិតតែមានមីនមែនហើយយ៉ាងក្រាស់ខ្មឹកមែនហើយប៉ុន្តែថៃទម្លាក់គ្រាប់ស្ទើរដូចលីកផ្ទុះដូចភ្លៀងរលឹមភ្លៀងធ្លាក់អញ្ចឹងស្ទើរតែរកពេលសម្រាប់មិនបានដូច្នេះនៅពេលដែលទម្លាក់គ្រាប់យ៉ាងនេះតើការស៊ូទ្រាំនឹងតើបានយូរប៉ុណ្ណាខ្ញុំអត់ដឹងដែរដូច្នេះបើសិនជាដដើមបានក៏មិនមែនជារឿងអីប្លែកក៏ប៉ុន្តែខ្ញុំជឿថាបើថៃដដើមប្រាសាទតាកបីបានថៃក៏អាចឈរជើងនៅប្រាសាទតាកបីយូរដែរព្រោះនឹងខ្លាយទៅជាកន្លែងកប់សពរបស់ទាហានថៃវិញជាមិនខានទេព្រោះអានឹងវាជាដីខ្មែរទាហានខ្មែរក៏មិនអនុញ្ញាតឲ្យថៃគ្រប់គ្រងតំបន់នេះបានអញ្ចឹងទាហានថៃដែលមកបោះទង់ជ័យបើវាជាការពិតគឺច្បាស់ជារងការវាយសន្ធប់ផ្លោងដាក់ឬក៏បណ្ដេញទាហានថៃនឹងក្នុងរយៈពេលដ៏ខ្លីហើយប្រាសាទតាកបីនឹងខ្លាយជាតំបន់យុទ្ធសាស្ត្រមួយធំបំផុតចុងក្រោយសម្រាប់មុនការចរចាឲ្យមានបទជប់បាញ់ណាមួយទៀតហើយដូច្នេះខ្ញុំចិត្តតែនឹកស្រមៃថាតើរឿងនេះវាអាចជាប់ជាមួយនឹងការលើកពេលទេលើកពេលសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលពិសេសដែលលោកអានវ៉ាអ៊ីប្រាហ៊ីមថាចង់ជួបនឹងទេព្រោះអីកំពុងតែប្រទៀងប្រទង់គ្នាហើយថៃមិនទាន់ច្បាស់ 100% ថានឹងអាចឈរជើងនៅអាតំបន់ដែលខ្លួនអះអាងថាយកបាននឹងទៅទៀតបើតើបាន 100% អីអញ្ចឹងទៅជឿថាទប់ទល់បាន 100% អានឹងបានខ្លួនគិតថាស៊ីផុយទើបអាចនឹងមានកិច្ចប្រជុំមានបទជប់បាញ់គឺកន្លែងណាទាហានថៃឈរជើងគឺយកត្រឹមហ្នឹងអានេះជាល្បិចដ៏ស្មោកគ្រោករបស់ថៃទេបងប្អូនយើងមើលទៅ